Bismillahirrahmanirrahim. Alhamdulillah wassalatu wassalam ala Rasulillah wa ala alihi wa sahbihi ajma'in. យើងទាំងអស់គ្នាឆ្លងកាត់លំបាកពិបាកគ្រោះមហន្តរាយជំងឺបាត់បង់និងការតស៊ូដោយសារតែទាំងនេះជាផ្នែកនៃផែនការអល់ឡោះសូម្បីតែអ្នកដែលល្អជាងគេគាត់ជានរណាគាត់ឈ្មោះអីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់ឆ្លងកាត់ការលំបាកភាពពិបាកគាត់បាត់បង់មនុស្សជុំវិញខ្លួនមិនថាជិតនិងឆ្ងាយគាត់ឆ្លងកាត់ច្រើនផែនការអល់ឡោះជាម្ចាស់គឺតែងតែចង់ឲ្យគាត់ប្រខិតខ្លួនឲ្យជិតត្រង់តាមរយៈការលំបាកហើយត្រង់មិនដែលចង់ឲ្យគាត់ទៅណាឆ្ងាយឬក៏ធ្វើឲ្យគាត់យល់ថាពេលជួបរឿងលំបាកអល់ឡោះបោះបង់គាត់នោះទេអត់ទេអល់ឡោះជាម្ចាស់តែងតែចង់ឲ្យអ្នកប្រខិតខ្លួនឲ្យជិតត្រង់តែមនុស្សយើងគឺនៅពេលដែលជួបរឿងលំបាកយើងបាត់បង់ការរំលឹកដូច្នេះយើងត្រូវការរំលឹកតើអ្នកមិនទុកចិត្តអល់ឡោះទេតើអ្នកជឿទេថាអល់ឡោះបង្កើតអ្នកមកដើម្បីថែរក្សានិងការពារអ្នកតើអ្នកជឿទេថានឹងមានថ្ងៃមួយនៅពេលដែលយើងទៅជួបអល់ឡោះវិញមិនថាយើងធ្លាប់ប្រើជីវិតរស់នៅបែបណានោះទេថ្ងៃនោះមកដល់វានឹងត្រូវចប់យើងម្នាក់យើងទាំងអស់គ្នាត្រូវទៅជួបអល់ឡោះស៊ុបហានវតាអាឡាវិញអញ្ចឹងខ្ញុំចង់នាំយើងទាំងអស់គ្នាឆ្លងកាត់ដំណើរដ៏តូចមួយហើយងាកទៅមើលអ្នកដែលអល់ឡោះស្រឡាញ់ជាងគេហើយទ្រង់បានផ្ដល់ការធានាជូនមើលទៅលើជីវិតពួកគាត់នៅអ្វីពួកគាត់ធ្វើម្នាក់សុទ្ធតែសុំពីអល់ឡោះអល់ឡោះបង្ហាញអំពីអ្នកនាំសារដែលទ្រង់បានរើស الله يصطفي من الملائكة رسلا ومن الناس អល់ឡោះជ្រើសរើសអ្នកនាំសារចេញពីម៉ាឡៃកាត់និងមនុស្សលោកអល់ឡោះតែមួយគត់ជាអ្នកជ្រើសរើសហើយទ្រង់បានរើសអញ្ចឹងបើអ្នកសួរខ្ញុំថាកាព្រីអែលជានរណាយើងប្រាប់វិញថាគាត់គឺជាអ្នកដែលអល់ឡោះបានជ្រើសរើសឲ្យក្លាយជាម៉ាឡៃកាត់ដ៏ល្អអ្នកណាជាអ៊ីស្រាហ្វែលមីកាអែលទាំងនេះជាម៉ាឡៃកាត់ដែលអល់ឡោះបានរើសអ្នកណាជាមូសាហារូនឡតដាវូតសាល់ម៉ាន់ស៊ូឡៃម៉ាន់ផ្សេងទៀតឈ្មោះទាំងនេះយើងថាអាឡៃហ៊ីសាឡាមមើលនប៊ីអាយ៉ូបអាឡៃសាឡាមត្រូវបានអល់ឡោះជ្រើសរើសអល់ឡោះជ្រើសរើសគាត់នៅក្នុងពេលវេលាដ៏ល្អមួយគាត់រើសអ្នកដែលគាត់ស្គាល់ច្បាស់ហើយស័ក្តិសមទទួលភារកិច្ចជាព្យាការីហើយដែលល្អជាងគេនោះគឺនប៊ីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាំខ្ញុំតែងតែប្រាប់អ្នកដែលជាក្មេងកំព្រាដែរថានប៊ីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាំក៏ជាក្មេងកំព្រាដែរមិនមែនជារឿងចៃដន្យតែជាការសម្រេចចិត្តនិងផែនការអល់ឡោះដើម្បីបញ្ជាក់ថាអ្នកនិងខ្ញុំជោគជ័យដោយសារតែមានឪពុកម្ដាយឬដោយសារតែអ្នកមិនមានឪពុកម្ដាយទើបអ្នកបរាជ័យអត់ទេការបរាជ័យនិងជោគជ័យគឺនៅនឹងអល់ឡោះអ្នកត្រូវខិតខំត្រូវកំណត់ត្រូវធ្វើរឿងខ្លះហើយជំនួយអល់ឡោះនឹងទៅដល់អ្នកតាមចេតនារបស់ទ្រង់មនុស្សមួយចំនួនល្អសម្រាប់គាត់បើគាត់បានតិចព្រោះអល់ឡោះដឹងថាបើឲ្យគាត់បានច្រើនគាត់នឹងបង្វែរចិត្តហើយងាកចេញជាជាងគាត់មានតិចហើយគាត់បានឋានសួគ៌ក្នុងករណីនេះបើគាត់បានច្រើនគាត់នឹងបាត់បង់ឋានសួគ៌តែអ្នកចង់បានអីឬក៏អ្នកមិនចង់បានរបៀបមានតិចតួចនៅក្នុងទុនយ៉ាតែបានចំណាស់ជាអមតៈឬក៏អ្នករើសយកផ្លូវល្ងងខ្លៅដែលសុំអល់ឡោះឲ្យបានអ្វីទាំងអស់ក្នុងទុនយ៉ាហើយបន្ទាប់ពីស្លាប់ទៅមិនបាច់ឲ្យអីទៀតក៏បានដែរមិនអាចទៅរួចទេមួយនោះអមតៈហើយមួយនេះគឺបណ្ដោះអាសន្ននៅពេលដែលអ្នកមានបញ្ហាគឺអ្នកមានបញ្ហាតែមួយរយៈពេលខ្លីទេអញ្ចឹងមនុស្សដែលបានឈឺដំណាក់កាលចុងក្រោយពេលដែលគេផុតទៅដល់លំនាំដើមយើងថាម៉េចគឺគេបានទៅកន្លែងសន្តិភាពហើយសូម្បីតែខ្ញុំដែលគ្មានអ្នកធានាថាឲ្យចំណាស់យ៉ាងហោចណាស់ខ្ញុំក៏ដឹងថាពួកគាត់ជួបបញ្ហាច្រើនអ៊ីនសាអល់ឡោះសង្ឃឹមអល់ឡោះមិនឲ្យពួកគាត់ជួបបញ្ហាផ្ទួនទេ